ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះហ៊ឿនលក្ខណាជាវិជ្ជបណ្ឌិតឯកទេសផ្នែកជំងឺសួតនិងផ្លូវដង្ហើមដែលសប្តាហ៍ថ្ងៃនេះនាងខ្ញុំបម្រើការងារនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងនៅ Clinic Air Plus ថ្ងៃនេះនាងខ្ញុំមានកិត្តិយសសូមបង្ហាញបងប្អូនទាំងអស់គ្នាជាពិសេសអ្នកដែលមានបញ្ហាជំងឺផ្លូវដង្ហើមពីរបៀបនៃការប្រើប្រាស់ថ្នាំ spray ឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់ស្របទៅតាមក្បួនវេជ្ជសាស្ត្រដើម្បីប្រើប្រាស់ថ្នាំ spray ឲ្យបានត្រឹមត្រូវនិងស្របទៅតាមគ្រូពេទ្យជំនាញទាមទារឲ្យអ្នកទាំងអស់គ្នាធ្វើការយកចិត្តទុកដាក់និងអនុវត្តទៅតាមជំហាននីមួយៗដូចជាជំហានទី1អ្នកត្រូវដកគម្របថ្នាំ spray បន្ទាប់មកអ្នកក្រឡុកប្រមាណជា5វិនាទីជាទូទៅអ្នកអាចប្រើចង្អុលដៃដាក់នៅផ្នែកខាងលើនៃបំពង់ថ្នាំ spray និងដាក់មេដៃនៅផ្នែកខាងក្រោមដើម្បីឲ្យមានកម្លាំងក្នុងការបាញ់ថ្នាំ spray ចេញមកក្រៅជំហានទី2អ្នកត្រូវងើយកបន្តិចដើម្បីឲ្យបំពង់ខ្យល់អ្នកបើកបន្ទាប់មកត្រូវបញ្ចេញខ្យល់ឲ្យអស់ពីទ្រូងដើម្បីបាញ់ថ្នាំចូលទៅក្នុងមាត់ជំហានទី3អ្នកត្រូវយកបំពង់ថ្នាំដាក់ចូលទៅក្នុងមាត់ដោយប្រើធ្មេញខាំទៅលើថ្នមរួចហើយយកបបូរមាត់ទាំងពីរបិទឲ្យជិតដើម្បីធានាមិនឲ្យមានការសាយភាយថ្នាំចេញពីក្នុងមាត់ក្នុងអំឡុងពេលបាញ់ថ្នាំជំហានបញ្ចប់ដៃចង្អុលរបស់អ្នកត្រូវសង្កត់ទៅលើបំពង់ថ្នាំដើម្បីបាញ់ថ្នាំ spray ចូលទៅក្នុងមាត់សូមស្រូបយកថ្នាំឲ្យបានជ្រៅបំផុតចូលទៅក្នុងសួតនិងផ្អឹបដង្ហើមរបស់អ្នកប្រមាណជា10វិនាទីប្រសិនបើអ្នកអាចធ្វើបានរួចបញ្ចេញខ្យល់នោះចេញមកក្រៅដោយថ្នមនិងយឺតសូមប្រើប្រាស់ថ្នាំ spray របស់អ្នកឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់សូមអរគុណ